និយោប្រតិបត្តិរបស់ក្រុមហ៊ុន Scale AI គឺលោក Alexander Wang ត្រូវបានក្រុមហ៊ុន Meta ជួលឲ្យទៅធ្វើការជាមួយក្រោយពីមានការវិនិយោគជាទឹកប្រាក់នោះជាង $14,000 លានលោក Alexander Wang ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Scale AI បានប្រកាសប្រាប់បុគ្គលិកតាមរយៈលិខិតមួយថាលោកនឹងចាក់ចេញពីក្រុមហ៊ុនទៅចូលរួមជាមួយ Meta បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា Meta បានចាស់លុយដល់មហាសាលក្នុងការទិញយកកូនក្រុមហ៊ុន AI ថ្មីមួយនេះជាផ្នែកមួយនៃកិច្ចព្រមព្រៀង Meta នឹងវិនិយោគទឹកប្រាក់ចំនួន $14.3 លាននៅក្នុងក្រុមហ៊ុន Scale AI ដោយនឹងទទួលបានភាគហ៊ុន 49% នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា AI មួយនេះនៅក្នុងកិច្ចព្រមព្រៀងក៏បានបញ្ជាក់ផងដែរថាបើទោះបីជា Meta បោះទុនវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹកនឹងមានសិទ្ធិកាន់កាប់ភាគហ៊ុនរហូតដល់ 49% ក្តីក៏ Meta គ្មានសិទ្ធិបោះឆ្នោតនៅក្នុងសេចក្តីសម្រេចណាមួយនោះដែរលោកវ៉ាងបានសរសេរនៅក្នុងលិខិតដែលលោកបានចែករំលែកនៅលើបណ្ដាញសង្គម X យ៉ាងដូចនេះថាដោយដែលអ្នកទាំងអស់គ្នាប្រហែលជាបានដឹងពីព័ត៌មានថ្មីនេះឱកាសដែលមានទំហំធំបែបនេះតែងតែមានការបោះបង់ក្នុងករណីនេះការបោះបង់នោះគឺការចាក់ចែងរបស់ខ្ញុំវាជាសេចក្តីរីករាយបំផុតក្នុងជីវិតរបស់ខ្ញុំដែលបានបម្រើការជានាយកប្រតិបត្តិរបស់អ្នកក្រុមហ៊ុន Scale AI កំពុងតែដំឡើងតំណែងលោក Jason Droge ប្រធានផ្នែកយុទ្ធសាស្ត្រឲ្យមកឡើងកាន់តំណែងជានាយកប្រតិបត្តិលោក Droge ធ្លាប់ជាដៃគូវិនិយោគនៅ Benchmark និងជាអនុប្រធាននៃក្រុមហ៊ុន Uber ពីមុនលោកវ៉ាងបានបន្តថាបុគ្គលិកមួយចំនួនតូចរបស់ Scale AI ក៏នឹងចូលរួមជាមួយ Meta ផងដែរដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានបញ្ជាក់ថាក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះយើងនឹងពង្រឹងការងារដែលយើងធ្វើជាមួយគ្នាក្នុងការផលិតទិន្នន័យសម្រាប់ model AI ហើយលោក Alexander Wang នឹងចូលរួមជាមួយ Meta ដើម្បីធ្វើការលើកិច្ចខិតខំប្រឹងប្រែងផ្នែកបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់របស់យើងនឹងចែករំលែកបន្ថែមទៀតអំពីកិច្ចខិតខំប្រឹងប្រែងនេះនិងបុគ្គលិកដ៏អស្ចារ្យដែលចូលរួមក្នុងក្រុមនេះក្នុងរយៈពេលប្រមាណសប្តាហ៍ខាងមុខការជះលុយដើម្បីទទួលបានអ្នកជំនាញរូបនេះគឺ Meta បានធ្វើឡើងស្របទៅនឹងផែនការរបស់នាយកប្រតិបត្តិគឺលោក Mark Zuckerberg នៅក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែក AI របស់ក្រុមហ៊ុនលោកក្នុងចំណោមការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីក្រុមហ៊ុន OpenAI និង Googleលោក Mark Zuckerberg បានចាត់ទុក AI ជាអាទិភាពកំពូលរបស់ក្រុមហ៊ុនលោកសម្រាប់ឆ្នាំ2025ប៉ុន្តែលោកមានការខកចិត្តកាន់តែខ្លាំងឡើងជាមួយក្រុមរបស់លោកជាពិសេសនៅពេលដែល model AI ដ៏សំខាន់របស់ Meta គឺ Llama ជំនាន់ចុងក្រោយនេះទទួលបានការឆ្លើយតបមិនសូវល្អពីអ្នកអភិវឌ្ឍនេះបញ្យងទៅតាមរបាយការណ៍ពី CNBC កាលពីដើមសប្តាហ៍នេះបើទោះបីជាលោក Mark Zuckerberg តែងតែដាក់បុគ្គលិកដែលមានបទពិសោធន៍យូរឆ្នាំឲ្យកាន់តំណែងខ្ពស់ក៏ដោយក៏លោកបានសម្រេចចិត្តថាលោកវ៉ាងនៅតែជាមនុស្សក្រៅក្រុមហ៊ុនគឺស័ក្តិសមជាងនៅក្នុងការត្រួតពិនិត្យគំនិតរូបដើម AI ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន Scale AI មានអតិថិជនជាច្រើនដែលជាគូប្រជែងរបស់ Meta រួមមាន Google, Microsoft និង OpenAI Meta គឺជាអតិថិជនដ៏ធំបំផុតមួយរបស់ Scale AI អ្នកនាំពាក្យរបស់ Scale AI បានបញ្ជាក់ថាការវិនិយោគរបស់ Meta នឹងការជួលលោកវ៉ាងនឹងមិនប៉ះពាល់ដល់អតិថិជនរបស់ក្រុមហ៊ុននោះទេហើយ Meta ក៏មិនទទួលបានព័ត៌មានឬទិន្នន័យអាជីវកម្មណាមួយឡើយតើ Scale AI គឺជាអ្វី Scale AI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2016ដោយមាននាយកប្រតិបត្តិបច្ចុប្បន្នគឺលោក Alexander Wang ក្រុមហ៊ុននេះផ្ដល់សេវាកម្ម Data Labeling ដល់ក្រុមហ៊ុននានាដូចជា Microsoft និង OpenAI ដើម្បីជួយក្នុងការបណ្ដុះបណ្ដាល model AI របស់ពួកគេហើយថ្មីនេះក្រសួងការងារសហរដ្ឋអាមេរិកបានទម្លាក់ការស៊ើបអង្កេតរបស់ខ្លួនជុំវិញបញ្ហាថាតើក្រុមហ៊ុននេះបានចាត់ថ្នាក់ខុសនិងបង់ប្រាក់តិចពេកដល់និយោជិតរបស់ខ្លួនដែរឬទេ Scale AI ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Nvidia, Amazon និង Meta ក្រុមហ៊ុននេះត្រូវបានគេវាយតម្លៃចុងក្រោយគឺមានតម្លៃជិត$14,000 លានបញ្យងទៅតាមសារព័ត៌មាន Bloomberg ក្រុមហ៊ុន Scale AI រកចំណូលបាន$870 លានកាលពីឆ្នាំមុនហើយរំពឹងថារកចំណូលបាន$2,000 លាននៅក្នុងឆ្នាំនេះ